សុបកែបសុបតងនេះខ្ញុំធ្លាប់បានសាកអស់ណាដែល like សុបកែបលេងតងគឺខ្ញុំមកតមកសាកឯងចឹងថ្ងៃនេះតមកសាកសុបកែបលេងតងអស់គ្នាហើយគ្រឿងផ្សំសំខាន់ដែលខ្ញុំអាចខ្វះបានថ្ងៃនេះគឺប៊ីចេងអាជីណូម៉ូតូជាដំបូងគឺខ្ញុំលីងគ្រឿងចូលគ្នាឲ្យឈ្ងុយណាបងប្អូនបន្ទាប់ពីយើងលីងគ្រឿងឈ្ងុយហើយក៏មកយើងដាក់ជាមួយនឹងកែបជាមួយនឹងតងដែលយើងបានកាត់កង់នេះបងប្អូននេះខ្ញុំកាត់ដើម្បីស្រួលញ៉ាំមិនទេតែបងសិនជាបងប្អូនឃើញបងប្អូនគាត់ធ្វើអត់ដល់គាត់កាត់វែងអញ្ចឹងយើងតាមចំណងចិត្តទេអានេះគ្រាន់តែខ្ញុំចូលចិត្តវាឆ្នៃវាញ៉ាំស្រួលអញ្ចឹងណាហើយខ្ញុំក៏បន្ថែមជាមួយនឹងស្លឹកក្រូចសើចចូលទៅតាមគាត់ទៀតដើម្បីឲ្យកាត់ក្លិនអញ្ចឹងណាហើយបន្ទាប់មកយើងដាក់វាចំអិនបង្គាស់វាតិចទៅហើយចាំយើងរៀងឆ្អិនតិចចាំយើងថែមជាមួយទឹកហើយខ្ញុំប្រើជាមួយនឹងទឹកក្តៅទៅដោយសារតែខ្ញុំចង់វាឆាប់ពុះហើយខ្ញុំតមកខ្ញុំវាយគ្រឿងតាមក្រោយដែលខ្ញុំដាក់ថៃម្សៅស៊ុបហើយនឹងគ្រឿងផ្សំដែលខ្ញុំអាចខ្វះបាននេះគឺប៊ីចេងអាជីណូម៉ូតូដែលមានគ្រាប់តូចងាយរលាយងាយចូលជាតិបង្កើនរសជាតិគ្រប់មុខម្ហូបបន្ទាប់ពីស៊ុបរបស់យើងឆ្អិនហើយបងប្អូនលើតោះយើងមកឆ្នៃជាមួយទឹកជ្រលក់ទឹកជ្រលក់នេះឃើញគេល្បីអនត្រេនយូរហើយដែលគេប្រើជាមួយនឹងប៊ីចេងជាមួយទឹកខ្មេះហើយចឹងនេះគឺខ្ញុំមកសាកល្បងធ្វើដែរព្រោះដោយសារតែខ្ញុំគិតថាទឹកជ្រលក់នេះគឺវាញ៉ាំជាមួយនឹងស៊ុបអន្ទង់លេងកែបរបស់យើងត្រូវចឹងខ្ញុំដាក់ជាមួយនឹងប៊ីចេងចូលទៅហើយនេះគឺខ្ញុំធ្វើស្មើដល់បងប្អូនតមកខ្ញុំដាក់ជាមួយទឹកខ្មេះតមកយើងវាយរហូតតទៅវាឡើងសខ្ញុំវាយប្រហែលជាមួយស្ទុះដែរខ្ញុំបានផ្ទៀងនាទីណាបងប្អូនវាយរហូតតទៅវាឡើងសហើយនៅ texture ដែលបងប្អូនចង់បានខ្ញុំចង់បានរៀងរាវឯងគ្រាន់តែខ្ញុំចង់បានសដូចគេចឹងណាតមកយើងមានខ្ទឹមជាមួយនឹងម្ទេសយើងកិនចូលគ្នាទៅបន្ទាប់មកយើងដាក់ជាមួយនឹងទឹកត្រីស្ករយើងប្រើរៀងច្រើនតិចបន្ទាប់មកយើងកូរចូលគ្នាឲ្យសព្វហើយទឹកជ្រលក់ជាការសាច់ហើយញ៉ាំជាមួយនឹងស៊ុបអន្ទង់លេងកែបរបស់យើងនិយាយទៅបងប្អូនគឺត្រូវគ្នាមែនតើនិយាយទៅចូលជាតិគ្នាបានល្អមែនតើហើយយើងរៀបចំបន្លែណាដែលយើងចូលចិត្តញ៉ាំមកហើយខ្ញុំចូលចិត្តញ៉ាំមកតែគួនឈូសចេះអូយតំណងបងប្អូនសូជាមួយនឹងទឹកដោះគោទៀតមកអូយហើយតែជាតិហ្មងចាំមើលសិនជាបងប្អូនឃើញតំណងកុំភ្លេចសាកល្បងធ្វើជាមួយស៊ុបអន្ទង់លេងកែបហើយវិធីធ្វើគឺអត់ពិបាកឯងនិយាយទៅគឺស្រួលមែនតើហើយក៏វាឆាប់ឆ្អិនដែរអញ្ចឹងណាឆាប់បានញ៉ាំហើយជាមួយទឹកជ្រលក់យើងអាចឆ្នៃទឹកជ្រលក់បាតប្រភេទរបៀបដូចខ្ញុំចេះក៏បានឬមួយក៏គេញ៉ាំជាមួយនឹងទឹកត្រីដាក់ទឹកខ្មេះជូរអែមមួយម្ទេសហឹរតិចក៏ជាតិដែរបងប្អូនហើយកុំភ្លេចនេះទឹកគួនមានរយងចេកមានជីហើយមានជាមួយកូនស្ទឹងបកគោទៀតអូយទៅគឺជាតិមែនតើបងប្អូនហើយបើសិនជាបងប្អូនធ្វើជាមួយនឹងប្រភេទស៊ុបដូចស៊ុបតងចេះឬមួយក៏ម្ហូបផ្សេងណាបងប្អូនកុំភ្លេចប្រើប្រាស់ជាមួយនឹងប៊ីចេងអាជីណូម៉ូតូដែលមានគ្រាប់តូចងាយរលាយងាយចូលជាតិបង្កើនរសជាតិគ្រប់មុខម្ហូបទាំងអស់ហើយមាន5ខ្នាតសម្រាប់យើងជ្រើសរើសមាន34ក្រាមមាន200ក្រាមមាន250ក្រាមមាន500ក្រាមហើយនិង1គីឡូដែរហើយមានទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ព្រោះបានទទួលស្គាល់ដោយគុណភាពចំណីអាហារដោយវិជាស្ថានស្តង់ដារកម្ពុជានិងផលិតតាមស្តង់ដារប្រទេសជប៉ុនរោងចក្រអាជីណូម៉ូតូកម្ពុជាមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរយ៉ាក្រុងភ្នំពេញបើសិនជាបងប្អូនចង់ដឹងព័ត៌មានបន្ថែមឬជាផលិតផលសូមចូលទៅកាន់ Facebook Page អាជីណូម៉ូតូកម្ពុជាទាំងអស់គ្នាជំរាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត